9ចំណុចខាងក្រោមនេះហើយនៅក្នុងការរៀនពុតចិត្តខ្លួនឯងឲ្យបានល្អប្រសើរឡើងទី1កុំតូចតែប្រាប់អ្នកណាទាំងអស់ការតូចតែច្រើនពេកដែលធ្វើឲ្យអ្នកដទៃធុញទ្រាន់និងមើលឃើញយើងជាមនុស្សទន់ខ្សោយឬក៏ចូលចិត្តស្ដីបន្ទោសកលៈទេសៈជំនួសមកវិញពេលជួបបញ្ហាសូមព្យាយាមរកដំណោះស្រាយដោយខ្លួនឯងឬគិតវិជ្ជមានការរក្សាទុកលំបាកខ្លះដោយខ្លួនឯងជួយឲ្យយើងរឹងមាំនិងមានភាពឯករាជ្យនៅក្នុងការដោះស្រាយបញ្ហាទី2កុំបង្អាប់ខ្លួនឯងនៅមុខគេឲ្យសោះការបង្អាប់ខ្លួនឯងនៅមុខអ្នកដទៃមិនមែនជាការបង្ហាញពីភាពរីបសារនោះឡើយតែផ្ទុយទៅវិញវាអាចធ្វើឲ្យអ្នកដទៃបាត់បង់ការគោរពនិងការមើលស្រាលសមត្ថភាពរបស់យើងត្រូវមានទំនុកចិត្តលើខ្លួនឯងបើទោះបីជាមានចំណុចខ្វះខាតក៏ដោយក៏យើងមិនចាំបាច់បង្ហាញវាឲ្យអ្នកដទៃបានដឹងដែរទី3រឿងដែលគេមិនប្រាប់កុំសួរកុំដេញដោលការចង់ដឹងរឿងឯកជនរបស់អ្នកដទៃច្រើនពេកធ្វើឲ្យគេមានអារម្មណ៍មិនស្រួលឬបាត់បង់ភាពទុកចិត្តលើយើងត្រូវគោរពឯកជនភាពរបស់អ្នកដទៃប្រសិនបើគេចង់ប្រាប់គេនឹងប្រាប់ដោយខ្លួនឯងការធ្វើបែបនេះបង្ហាញពីការគោរពនិងភាពចាស់ទុំរបស់យើងទី3កុំប្រកែកយកឈ្នះចាញ់ជាមួយនឹងអ្នកណាទាំងអស់ការប្រកែកយកឈ្នះចាញ់មិនបានផ្ដល់ផលប្រយោជន៍អ្វីនោះទេផ្ទុយទៅវិញវាអាចបង្កឲ្យមានការបាក់បែកឬទាស់ទែងគ្នាមនុស្សឆ្លាតមិនប្រកែកគ្នាទេពួកគេយល់ថាការជជែកដេញដោលដើម្បីតែឈ្នះចាញ់មិននាំមកនូវចំណេះដឹងឬក៏ការរីកចម្រើននោះទេព្យាយាមស្វែងយល់ពីទស្សនៈរបស់អ្នកដទៃហើយរកចំណុចរួមគ្នាប្រសើរជាងទី5សរសើរគេយកគេជាគំរូតែកុំមើលងាយខ្លួនឯងការសរសើរអ្នកដទៃជាទង្វើល្អព្រោះវាបង្ហាញពីការទទួលស្គាល់សមត្ថភាពរបស់គេនិងជួយបង្កើតបរិយាកាសវិជ្ជមានការយកគេជាគំរូអាចជួយជំរុញទឹកចិត្តយើងឲ្យខិតខំប្រឹងប្រែងប៉ុន្តែក៏កុំភ្លេចឲ្យសោះថាយើងក៏មានតម្លៃនិងសមត្ថភាពផ្ទាល់ខ្លួនដែរកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃរហូតមើលងាយខ្លួនឯងនោះអីទី6កុំសូវសន្យានឹងគេពេកនិយាយ 3% ធ្វើ 5% ការសន្យាច្រើនពេកធ្វើឲ្យយើងបាត់បង់ទំនុកចិត្តពីអ្នកដទៃប្រសិនបើយើងមិនអាចធ្វើបាននោះទេគួរតែនិយាយតិចតែធ្វើឲ្យបានច្រើនការអនុវត្តជាក់ស្ដែងមានតម្លៃជាជាងសម្ដីការធ្វើបែបនេះគឺបង្ហាញពីភាពស្មោះត្រង់និងការទទួលខុសត្រូវរបស់យើងទី7កុំដាក់ក្តីរំពឹងខ្ពស់ពេកទៅលើអ្នកដទៃការដាក់ក្តីរំពឹងខ្ពស់ទៅលើអ្នកដទៃអាចនាំឲ្យមាននូវការខកចិត្តប្រសិនបើពួកគេមិនបានបំពេញតាមការរំពឹងទុករបស់ពួកយើងមនុស្សម្នាក់ៗមានផែនដែនកំណត់និងភាពខុសប្លែកគ្នាគួររៀនពឹងលើខ្លួនឯងនិងទទួលយកការពិតថាគ្មាននរណាម្នាក់អាចបំពេញតាមបំណងយើងបានទាំងអស់នោះទេទី8រឿងដែលខ្លួនមិនដឹងកុំតន់អាលវាយតម្លៃអ្នកដទៃការវាយតម្លៃអ្នកដទៃគឺមិនដឹងច្បាស់ពីការពិតអាចនាំឲ្យមានការយល់ច្រឡំនិងបាត់បង់ភាពយុត្តិធម៌ត្រូវរៀនស្វែងយល់ឲ្យបានស៊ីជម្រៅមុននឹងការធ្វើសន្និដ្ឋានអ្វីមួយការធ្វើបែបនេះគឺបង្ហាញពីការគិតស៊ីជម្រៅនិងភាពចាស់ទុំក្នុងការវិនិច្ឆ័យទី9កុំចង់បានប្រយោជន៍លឿនមើលឲ្យវែងឆ្ងាយដើរឲ្យប្រយ័ត្នភាពជោគជ័យមិនកើតឡើងដោយសារតែការប្រញាប់ប្រញាល់នោះទេការចង់បានផលប្រយោជន៍លឿនពេកអាចធ្វើឲ្យយើងប្រឈមនឹងហានិភ័យនិងធ្វើឲ្យសម្រេចចិត្តខុសឆ្គងត្រូវមានការអំណត់អត់ធ្មត់មើលឃើញពីអនាគតវែងឆ្ងាយគិតគូរឲ្យបានល្អិតល្អន់និងដើរឲ្យបានប្រយ័ត្នប្រយែងក្នុងគ្រប់កិច្ចការទាំងអស់សរុបសេចក្តីមកការរៀនពុតចិត្តខ្លួនឯងគឺសំដៅទៅលើការអភិវឌ្ឍទាំងផ្លូវចិត្តនិងផ្លូវសីលធម៌ដើម្បីក្លាយទៅជាមនុស្សដែលមានភាពរឹងមាំឆ្លាតវៃនិងមានតម្លៃចំណុចទាំង9ខាងលើនេះហើយគឺជាគន្លឹះសំខាន់ដែលជួយឲ្យយើងចេះគ្រប់គ្រងអារម្មណ៍គំនិតនិងទង្វើរបស់ខ្លួនឯងតាមរយៈការអនុវត្តនូវចំណុចទាំងនេះយើងនឹងរៀនចេះអត់ធ្មត់ការទទួលខុសត្រូវការគោរពអ្នកដទៃនិងមានទំនុកចិត្តលើខ្លួនឯងដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជីវិតដ៏មានន័យនិងជោគជ័យផងដែរវាគឺជាដំណាក់កាលនៃការរៀនសូត្រឥតឈប់ឈរដើម្បីឲ្យយើងក្លាយទៅជាមនុស្សល្អប្រសើរជាងមុនជានិច្ចផងដែរ